សូមជូនរឿងនិទានខ្មែរមេដឹងខ្លួនខុសនិយាយពីបញ្ញាសេរីនិងនិមលទើបតែបញ្ចប់បាក់គ្រប់រួចក៏បបួលគ្នាមករៀនតនៅសាកលវិទ្យាល័យនៅទីក្រុងភ្នំពេញអ្នកទាំង3នាក់មានបំណងចង់រៀនផងធ្វើការងារក្រៅម៉ោងផងមកនៅភ្នំពេញបានប្រហែលជា3-4ថ្ងៃអ្នកទាំង3នាក់ក៏បាននឹមគ្នាដាក់ពាក្យធ្វើការនៅហាងមួយនៅជិតកន្លែងសម្រាប់បញ្ញាមកមើលទៅទីក្រុងតិចមើលមនុស្សច្រើនមែនអត់ដែលធ្លាប់មកទីក្រុងដល់ពេលមកម្ដងដូចម្យ៉ាងដែរទេគ្នាក៏ដូចឯងដែរធ្លាប់តែនៅជនបទជួយការងារពុកម៉ែដល់ពេលមកនៅភ្នំពេញសប្បាយដូចគេថាមែនតើតោះយើងគួររកការងារក្រៅម៉ោងធ្វើខ្លះក្រែងបានជួយសម្រួលដល់ការសិក្សានិងសម្រួលទុកដល់ពុកម៉ែនៅឯស្រុកផងចឹងតោះទៅមកកុំឲ្យខាតពេលយូរអ្នកទាំង3មកហាងខ្ញុំមានការអ្វីដែរបាទបងពួកខ្ញុំចង់ដាក់ពាក្យធ្វើការនៅទីនេះតើបងមានត្រូវការបុគ្គលិកទេបាទត្រូវការអ្នកទាំងអស់គ្នាបំពេញព័ត៌មានមកបាទអរគុណច្រើនបងអ្នកទាំង3នាក់ក៏បានដាក់ពាក្យជាប់ក៏បានធ្វើការងារនៅទីនោះជាមួយគ្នាផ្នែកខាងរៀបចំអីវ៉ាន់និងត្រួតពិនិត្យអីវ៉ាន់ពួកគេទាំង3នាក់ធ្វើការពេលថ្ងៃរៀនវេនយប់ការរៀនផងធ្វើការងារផងជីវិតអ្នករៀនមិនងាយស្រួលដូចគេគិតនោះទេដូច្នេះហើយតម្រូវឲ្យយើងឧស្សាហ៍ព្យាយាមក្រឡេកទៅមើលកន្លែងការងារវិញឧត្តមជាមនុស្សយល់តែពីអារម្មណ៍ខ្លួនឯងគេជាប្រធានក្រុមរៀបចំអីវ៉ាន់នៅហាងពូកែទៅខាងយកមុខដោយតែងតែគិតថាខ្លួនឯងជាមនុស្សពូកែដូច្នេះហើយបានជាបុគ្គលិកចាស់ចាស់រត់ចោលអស់បញ្ញាមកនេះកន្លែងនេះរៀបចំហើយឬនៅបាទបងកន្លែងនេះបងអូនបានរៀបចំរួចហើយតាបងរៀបចំហើយរបៀបហ្នឹងអីវ៉ាន់ឡើងរញ៉េរញ៉ៃហើយនិយាយថារៀបចំហើយទៀតពួកខ្ញុំបានរៀបចំទៅតាមអ្វីដែលបងប្រាប់រួចហើយតើប៉ុន្តែពួកខ្ញុំមិនដឹងថាហេតុអ្វីទេបានជាវារញ៉េរញ៉ៃបែបនេះបងឯងជួយឆែកមើលកាមេរ៉ាឲ្យខ្ញុំតិចបើខ្ញុំចង់ដឹងថាម៉េចបានអីវ៉ាបានខ្ញុំវាញ៉ៃញ៉ៃម៉េះយីពួកឯងទាំង3នាក់ហ៊ានតមាត់នឹងយើងផងចាំមើលយើងនឹងប្រាប់មេនៅល្ងាចនេះយើងមិនខ្វល់ទេរឿងអីក៏រឿងទៅលែងខ្វល់ទៀតហើយមិនខ្វះទេកន្លែងការងារថ្មីនោះព្រោះថាក្នុងក្រសែភ្នែកមេមិនដែលមើលឃើញយើងល្អក្នុងចិត្តស្រាប់ហើយមកមើលពីឧត្តមបានយករឿងបញ្ញាសេរីនិមលមករៀបរាប់ប្រាប់មេសពគ្រប់រឿងទាំងដែលលើសផងខ្វះផងដោយសារតែមេជាមនុស្សត្រជាក់សោផងរាល់អ្វីដែលឧត្តមបានរៀបរាប់ប្រាប់ទៅកាន់គាត់ជឿទាំងអស់បន្ទាប់មកមេក៏បានហៅអ្នកទាំង3នាក់មកសួរនឹមក្នុងការិយាល័យខ្ញុំស្គាល់ដល់ហើយតើពីអ្នកទាំង3មកធ្វើការនៅទីនេះសបោតែរឿងមិនចេះចប់សោះតើមកពីហេតុអីបាទមេពួកខ្ញុំបានរៀបចំទៅតាមអ្វីដែលមេបានប្រាប់រួចហើយតើតែមិនដឹងថាមកពីមូលហេតុអ្វីទេបានជាអីវ៉ាន់តែពួកខ្ញុំរៀបវារញ៉េរញ៉ៃវិញបែបនេះរៀបឲ្យមិនបើរញ៉េរញ៉ៃបែបនេះធ្វើខុសឲ្យមិនទទួលកំហុសទៀតមេមើលចុះខ្ញុំពិតជាហត់នឹងពួកគេខ្លាំងណាស់ចុះបើបងឯងហត់ជាមួយពួកខ្ញុំមិនបងឯងមិនសម្រាកទៅបងឯងថាពួកខ្ញុំជាមនុស្សមិនមានសុជីវធម៌ចុះបងឯងវិញខ្ញុំមិនទាន់និយាយចប់ផងបងឯងនិយាយកាត់ខ្ញុំបែបនេះបងឯងជាមនុស្សបែបម៉េចវិញឧត្តមជាមនុស្សបានសម្ដីណាស់និយាយមិនអោយចាញ់គេសោះឡើយទោះបីគិតខុសឬក៏ត្រូវក៏ដោយសំខាន់គឺថាមេទុកចិត្តនឹងស្ដាប់គិតនិយាយជានិច្ចបានហើយចូលបកាយគ្នាទៀតទៅអ្នកទាំង3បើចង់ឲ្យខ្ញុំទូឱកាសឲ្យម្ដងទៀត
អរគុណមេមិនបាច់ទុកឱកាសឲ្យពួកខ្ញុំទៀតទេពួកខ្ញុំនឹងលាឈប់ពីទីនេះថ្ងៃនេះហើយ ហេតុអីទៅប្អូនការងារនៅទីនេះលំបាកខ្លាំងឬសម្រាប់អ្នកទាំង3 អត់ទេមេធ្វើការនៅកន្លែងណាក៏វាលំបាកដែរសំខាន់ធ្វើការជាមួយមនុស្សដែលមិនពេញចិត្តនឹងយើងទោះបីជាធ្វើការល្អយ៉ាងណាក៏នៅតែខុសដែរ ក្រោយមកមេក៏ចំណាយពេលឆែកមើលកាមេរ៉ាសុវត្ថិភាពពេលនោះបានឃើញពីសកម្មភាពរបស់ឧត្តមដែលជាអ្នកធ្វើឲ្យអីវ៉ាន់របស់បញ្ញាសេរីឲ្យរញ៉េរញ៉ៃឃើញបែបនេះហើយគិតពិតជាសោកស្ដាយខ្លាំងណាស់ចំពោះកំហុសរបស់ខ្លួនមេក៏បានហៅឧត្តមមកមើលវីដេអូកាមេរ៉ានោះយើងមិនគួរឲ្យជឿសោះថាឯងហ៊ានធ្វើរឿងបែបនេះ មេទុកឱកាសខ្ញុំផងមេខ្ញុំដឹងខ្លួនខុសហើយមេ ខ្ញុំមិនអាចទុកបកលឹកបែបនេះទៀតឡើយឆាប់ចេញទៅបានហើយឆាប់ចេញទៅយើងមិនត្រូវការបកលឹកបែបនេះទៀតទេ មេដោយគិតថាខ្លួនឯងជាអ្នកខុសក៏បានខលទៅបញ្ញាសេរីឲ្យមកធ្វើការនៅកន្លែងនេះវិញតែវាហួសពេលទៅហើយអ្នកទាំង3នាក់បានធ្វើការនៅកន្លែងផ្សេងបាត់ទៅហើយនៅទីនោះមេបានផ្ដល់តម្លៃឲ្យពួកគេមិនដូចកន្លែងចាស់ឡើយ សួស្ដីបញ្ញាខ្ញុំបានដឹងរឿងអស់ហើយឲ្យបងសុំទោសផងដែលបានយកច្រឡំចំពោះប្អូនទាំង3ឥឡូវនេះប្អូនអាចត្រឡប់មកធ្វើការនៅទីនេះវិញបានទេ ខ្ញុំសូមអរគុណបងហើយតែខ្ញុំមិនអាចត្រឡប់ទៅធ្វើការនៅកន្លែងនោះម្ដងទៀតបានឡើយ តើកន្លែងថ្មីនោះគេឲ្យប្រាក់ខែពូនប៉ុន្មានបងអាចឲ្យលើសជាងគេទៅទៀត បើទោះជាប្រាក់ខែខ្ញុំវាមិនច្រើនក៏ដោយឲ្យតែធ្វើការជាមួយមេដែលមានទំនួលខុសត្រូវមិនចេះស្ដាប់តែម្ខាងសំខាន់នោះគាត់ឲ្យតម្លៃពួកខ្ញុំខ្លាំងណាស់ មេក៏មិនតបតទៀតឡើយដោយដឹងថាខ្លួនថាកំហុសគ្រប់យ៉ាងគឺមកពីខ្លួនគាត់ទាំងអស់